ហើយកម្ពុជារងចាំមើលថាតើអ្នកណាដែលចង់ដោះស្រាយពិតប្រាកដរឿងកែសម្រួលកងទ័ពក្តីរឿងបើកទំនាក់ទំនងព្រំដែនក្តីគឺវាចាប់ផ្ដើមពីអ្នកដែលមានអំណាចពិតប្រាកដទៅប្រកាសទៅកម្ពុជាច្បាស់ហើយតាំងពីដើមដល់ចប់មាននាយករដ្ឋមន្ត្រីជាអ្នកសម្រេចទទួលខុសត្រូវបិទបើកចឹងខាងនោះបញ្ចេញសារឲ្យច្បាស់មកហើយមិនបាច់មកចរចាសុំធ្វើលិខិតអីមកជូនទៅនឹងមិនបាច់ទេមិនបាច់ជូនទៅនឹងយើងអត់ត្រូវការទៀតធ្វើលិខិតមកសុំយើងអីទេមិនបាច់ទេប្រកាសខ្លួនឯងទៅប្រកាសថាចាប់ពីស្អែកទៅចាប់ពីថ្ងៃនេះទៅភាគីថៃនឹងចាប់ផ្ដើមបើកច្រកពីម៉ោង6ម៉ោង11ដូចគ្រប់ច្រកទាំងអស់សម្រាប់ទំនិញនិងមនុស្សគ្រប់ប្រភេទមិនបើកតែច្រកអីណាមិនបើកតែទ្វារដូចរាល់ថ្ងៃទេណាបើកឲ្យដូចស្ថានភាពមុនថ្ងៃ7មិថុនាឆ្នាំ2025ឲ្យហើយនឹងមិនមានការប្រើប្រាស់ការបិទច្រកដោយឯកតោភាគីទៀតទេអនុវត្តពីមុនបើសិនជាមានកិច្ចការងារអីត្រូវជូនដំណឹងគ្នាទៅវិញទៅមកធ្វើដូចពីមុននោះទៅបើកទៅឲ្យមានភាពច្បាស់លាស់កម្ពុជានឹងអនុវត្តតាមមិនឲ្យលើសពី5បោកចប់ស្រេចតែម្ដងហើយបើកច្រកឲ្យមានស្ថិរភាពហើយចាំយើងណាត់គ្នាជួបរឿងកងទ័ពខ្ញុំប្រាប់ឯកឧត្តមទាសីហៈឯកឧត្តមមេបញ្ជាការកងទ័ពជើងគោកម៉ៅសុផាតគ្មានការប្រជុំ GBC ដែលរដ្ឋមន្ត្រីការពារជាតិដឹកនាំគ្មានការប្រជុំ RBC ដែលភូមិភាគកម្ពុជាថៃដឹកនាំនោះទេបើគ្មានការបើកច្រកទៅស្ថានភាពធម្មតាបើមិនចឹងទេលេងដូចតរថ្ងៃហ្នឹងហើយកម្ពុជាគ្មានពេលទៅកំដរជាមួយទេយើងចង់បានភាពពិតប្រាកដគួរ